តែបៃតងស្គីមឲ្យអ្នកនរគ្នាមើលចឹងដាក់តែបៃតងចំនួន120 មីលីលីត្រទៅដល់កូខាត45ដល់កូខាត45ហើយចាក់ចូលតែបៃតងរបស់យើងទៅដើម្បីឲ្យឈ្ងុយឆ្ងាញ់យើងចាក់កណ្ដាលសិនបន្តិចចូលកាន់តែឈ្ងុយឆ្ងាញ់យើងចាក់ទៅដល់កូស្រស់ចូលបន្តិចតមកយើងកូរវាឲ្យសព្វទៅកូរវាសព្វហើយយើងយកកែវដាក់តកោដាក់ស្គ្រីមរួចជាការស្រេចចំណុចកែវ42យកកែវប៉ានេះយកទៅដាក់តកោរួចហើយយើងដាក់តកោរួចហើយយើងក៏ចាក់តែបៃតងរបស់យើងចូលក្នុងកែវតែម្ដងយើងដាក់តកោមកឲ្យពេញពេកដើម្បីទុកចន្លោះនៃការដាក់ស្គ្រីមពីលើនេះស្គ្រីមរបស់យើងអញ្ចឹងយើងដួសស្គ្រីមដាក់ពីលើតែម្ដង4 ទៅ 5 ស្ព្រា3 4 5 ស្ព្រារួចជាការស្រេចបងអ្នកទាំងអស់គ្នាចូលចិត្តតាមបៃតងស្គ្រីមកុំភ្លេចកំងនៅហាងបងនេះខ្ញុំណាអាចមកផ្ទាល់ក៏បានឬក៏កំងតាមអេតផូតផែនដែរក៏បានដែរបាយបាយចាំជួបនៅមកភេសជ្ជៈផ្សេងទៀតបាយបាយ